ពង់ស្ពឺក្រោមការយកចិត្តទុកដាក់និងចង្អុលបង្ហាញរបស់អាដាមសេនីយ៍ត្រីមេងស្រុននៃបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាវេលាម៉ោង 9:30 នាទីព្រឹកថ្ងៃទី 8 ខែមករាឆ្នាំ 2026មានប្រជាពលរដ្ឋឈ្មោះពៅសុខុមភេទស្រីអាយុ 35 ឆ្នាំបានខលទំនាក់ទំនងតាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292បានរាយការណ៍នឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថករណីឆេះជាជ្រាំងស្រែស្ថិតនៅភូមិស្នោទី1សង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺក្រោយទទួលបានសេចក្ដីព័ត៌មានភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបានទៅដល់ទីតាំងកន្លែងកាត់ខេត្តធ្វើការជួយទម្លាត់បានទាន់ពេលវេលានិងរលត់ 100% នៅវេលាម៉ោង 10:50 នាទីព្រឹកចំពោះករណីនេះគឺគ្រាន់តែឆេះពីជ្រាំងស្រែប្រមាណជា 12 ហិកតាតែមិនបណ្ដាលឲ្យមនុស្សគ្រោះថ្នាក់និងខូចខាតសម្ភារៈអ្វីឡើយ